សួស្តីបងប្អូនដើម្បីលើកទឹកចិត្តរាល់ការធ្វើវីដេអូបងប្អូនជួយចុច Subscribe និងដាក់រូបកណ្ដឹងអរគុណសួស្តីពុកម៉ែបងប្អូនយើងតទៅភាគមុនចយបន្ទាប់ពីលោកយាយបញ្ជូនឲ្យទៅសាលារៀនរូគេចូលរៀនបានមួយរយៈបន្ទាប់មកក៏មានពួកដើរលេងផឹកស៊ីមិនសូវបានចូលរៀនឡើយចំណែកយាយវិញខំដាំបន្លែលក់ដើម្បីបានលុយឲ្យចៅទៅរៀនបានខ្ពង់ខ្ពស់ដូចគេរីឯចៅវិញកំពុងតែកិច្ចសាលាហើយលួចតាក់ទងស្នេហាជាមួយស្រីស្អាតទៀតហើយមីអូនយប់មុនស្អាតដល់ហើយចំណែកខ្ញុំវិញរសេះរសនឹកនាងមិនឈប់សោះអីរទេតន្តិចមើលដោយសារការអន្ទះសារព្រោះនឹកមីអូនពេកពេលនេះលើកទូរស័ព្ទទៅភ្លាមអាឡូជំរាបសួរចាអាឡូអូនសម្លាញ់ហើយនៅចាំបងបានដែរទេអូពូបឿមែនទេបឿណាទៅរកនឹកម្ដងទៀតមើលអូអញ្ចឹងគឺហៀចក់មែនយីអើមិនមែនអាចក់ទេរកគិតសារជាថ្មីមើលអញ្ចឹងមិនតែបងអ៊ីណូយីតបល់យោមិនដឹងប្រហែលអ្នកទេវៃរកនឹកមិនឃើញអញ្ចឹងខ្ញុំមានតែប្រាប់ត្មងទៅគឺអាចចយណាចយសើអូគឺជាបង្ចោយទេអញ្ចឹងបានតែចង់មករកនឹកមិនឃើញសោះយ៉ាខ្ញុំគឺជាបរិសខាដាច់គេកាយជួបគ្នានៅក្នុងក្លឹបនោះហើយពេលនេះខ្ញុំនឹកណាទៅទេទៅនឹកគេផងបងហ៎បាទណែអត់សុកដល់ហើយណាខ្ញុំចង់ដើរលេងទៅផ្សារទិញកាបូបថ្មីវីវដើរលេងទិញកាបូបថ្មីអូខេដែរគ្មានបញ្ហាទេដើរលេងតែម្ដងចឹងចាំទេអញ្ចឹងចាំពួកយើងជួបគ្នានៅសាលារៀនណាពេលនេះវីវធំមិនខានចយគេអួតខ្លួនគេកាមុនយាយរបស់គេគឺជាអ្នកមានហើយឥឡូវស្រីស្នេហ៍បបួលដើរលេងគេបានលុយមកពីណាទិញកាបូបថ្មីឲ្យនាងរួចដល់ពេលបាយចយអង្គុយរកនឹកផែនការយាយអូអីគេខ្ញុំមានដំណឹងអាក្រក់មួយមកប្រាប់យាយដំណឹងស្អីទៅប្រាប់យាយមកមើលយាយអើយដល់សាលារបស់ខ្ញុំមួយរយៈនេះមានរឿងចម្លែកខុសពីមុនដែរយាយលោកគ្រូគាត់លក់លំហាត់ហើយត្រូវការចាយលុយច្រើនណាស់ខ្ញុំមិនចង់ប្រាប់យាយទេព្រោះឃើញយាយអត់ដែរអូមានរឿងចឹងផងយាយមិនមានលុយច្រើនទេក៏ប៉ុន្តែយាយខំដាំដំណាំមកច្រើនទៅប្រកាសជាលក់បានលុយច្រើនមិនខាតទេណាឥឡូវនេះយកបន្តិចទួយសិនទៅអរគុណច្រើនហើយយាយតើតែខកអញ្ចឹងទើបបានចយរូគេខំប្រឹងប្រឌិតរឿងបានជោគជ័យក៏ហក់យាយតែម្ដងមិនខ្វល់ពីយាយនឿយហត់ឡើយពេលដែលបានលុយពីយាយរបស់គេចយក៏បាននាំស្រីស្នេហ៍ដើរសពពីងភ្លាមបើសម្លាញ់ស្អាតមែនក៏ប៉ុន្តែមិនដឹងថាទិញបានទាំងអស់អត់ណ៎ដែរបើស្រឡាញ់ទាំងអស់ហើយមិនចាំបាច់និយាយច្រើនទេមកយកទាំងអស់ហ្មងទៅបិទមែនអីស្រឡាញ់ពេកបេះដូងហ្មងនេះស្រីស្នេហ៍របស់គេចង់បានទាំងអស់ក៏ប៉ុន្តែលុយចយមិនគ្រប់ទេគេទៅខ្សឹបម្ចាស់ហាងភ្លាមដែរអាចចឹងមានសេវាកម្មបងមលក់ដែរទេវ៉ៃមានរយៈពេល10ថ្ងៃការប្រាក់0%អូខេយកទាំងអស់ដែរកាបូបទាំងអស់គឺជារបស់អ្នកនាងហើយអរគុណខ្លាំងណាស់ប្តីសម្លាញ់ប្រអីទេណប់ចិត្តបន្ទាប់ពីម៉ៅកាបូបអស់ពេញមួយហាងចយក៏បានបណ្ដាលសង្សាររបស់គេដើរកាត់មុខហេនសាំហើយនឹងកំពំការពីអ្នកនោះក៏បានឃើញគេឆ្ងល់យ៉ាងខ្លាំងបុកចយតើនោះបានលុយពីដាច់ទិញកាបូបឲ្យស្រីច្រើនម៉េចបងហ៎ត្រូវហើយក្នុងនាមយើងជាសមាជិកក្រុមវាមិនដែលប៉ៅស្អីឲ្យយើងស៊ីនោះទេសម្រាប់ស្រីវិញទិញកាបូបយូរពេញដៃតែម្ដងមើលđâyបុកបើស្រីស្នេហ៍ភ្លេចមិត្តភក្តិក្នុងនាមពួកយើងជាសមាជិកក្រុមត្រូវទៅទាស្អីមួយពីវាឲ្យបានហើយយើងមិនសុកចិត្តនោះទេមែនហើយពិតជាកំណត់ល្អមែនពួកគេច្រណែនបានរៀបផែនការទីអ្វីមួយពីចយហើយចយបានលុយឯណាទិញឲ្យពួកគេចាំមើលអញឃើញហើយហើយឃើញស្អីគេទៅកុំធ្វើពុតនោះវើយអញឃើញទិញស្អីឲ្យមនុស្សស្រីពេញដៃទៀតផងយើឲ្យទិញច្រើនដល់ឡើងអស់ប្រហែលទៅវើយបន្តិចបន្តួចគ្រាន់តែជាកាក់លុយតែប៉ុណ្ណោះនោះទេថាមិនកាក់លុយប្រកាសជាកូនអ្នកមានមិនខាបើអញ្ចឹងត្រូវតែទិញស្អីឲ្យពួកខ្ញុំហើយដែរកុំបដិសេធណាប្រូព្រោះគ្រាន់តែជាកំតិចលុយតែប៉ុណ្ណោះបើបន្តិចមិនចូលរាប់អានមើលភ័ក្រល្អដូចខ្ញុំទេយ៉ាប់ហើយចឹងមិនអីទេចាំយើងទិញឲ្យចង់បានស្អីជោគជ័យចង់បានឲ្យពាក់លើពេលនេះវីវហើយចយអួតខ្លួនឯងគឺជាអ្នកមានមិត្តភក្តិឃើញអញ្ចឹងគេក៏សុំទិញខោអាវពាក់ហើយចយយកលុយដែលយាយឲ្យទៅរៀនមកទិញអីវ៉ាន់ឲ្យពួកគេទៅវិញហើយអស់លុយអាមុំឃើញនឹងពួកវាខ្លាំងណាស់វៃចំណែកយាយវិញខំប្រឹងកាប់កោះកាយដីធ្វើការគ្មានសម្រាប់នោះទេដើម្បីដាំជីខ្ទឹមបន្លែគ្រប់មុខយកទៅលក់នៅផ្សារបានលុយបន្តិចបន្តួចឲ្យចៅទៅរៀនគាត់ខិតខំប្រឹងប្រែងខ្លាំងណាស់ទំនេរពីការងារដើររើសសម្បកកំប៉ុងអេតចាយយកទៅលក់ដើម្បីតែប្រាក់តែប៉ុណ្ណោះអាយ
អីវ៉ាន់ច្រើនធ្ងន់ដល់ហើយក ូនមកវិញឲ្យបានប្រហែលគីឡូដែរ ចាអើប្រហែលជា8គីឡូដែរណា កូនស្រីអាណាល្ងងបោកវិញយកលុយចាយទៅកូនយើងមិនចាំបាច់ធ្វើការនាំទៅហត់នោះទេ ចាអើខ្ញុំយល់ហើយ ឪពុករបស់អាលីនគាត់ដូចជាមានផែនការអ្វីនៅក្នុងយប់នេះមើលតែខ្សែភ្នែករបស់គាត់ទៅប្រហែលជាមានគម្រោងរៀបចំអ្វីហើយម្នាក់នោះប្រហែលសំដៅទៅលើចយហើយមើលទៅ ណាគេទេមកចេះណោហៅឡូពីដាគេដល់ អាឡូបងសម្លាញ់ទៅដើរលេងអី អូយអូនសម្លាញ់យប់ជ្រៅហើយណាចាំព្រឹកទៅបានទេ យប់នេះគឺជាអាកាសល្អហើយឪរបស់អូនគាត់ទៅដេកចាំស្រូវបានហើយ អូចាំបានន័យថានៅម្នាក់ឯងមែនអីទៅក៏ទៅដែរចឹងហី ចាលឿនមកអូនខ្លាចណាស់ បាទណប់ចិត្តយេចម្លែកមែនហើយក៏ហៅដល់លេងយប់ប្រឡប់ចឹងណោះសង្ស័យថាទៅបានមួយតែកណ្ដាលយប់ទេទៅអី ចយបានលឺអាលីនទេហៅនឹងកណ្ដាលយប់រូគេមិនចាំយូរឡើយដូរសម្លៀកបំពាក់ភ្លាមត្រៀមខ្លួនចេញទៅហើយ ហើយរៀបចំខ្លួនពាក់អាវស្អាតសក់ក៏លយទៀតក៏ប៉ុន្តែគ្មានអីជីសោះវិញគិតអាមិនចេះណោះបានតែយកអូនដើរលេងចេះវិញអូនហែខ្ញុំនឹកឃើញហើយ ពេលនេះរូគេក៏បានដើររកកន្លែងជួលឡានទាំងយប់បានហើយឡាននេះជាប្រភេទឡានស្ពតទាន់សម័យទៀតផង ជួលតែ2ម៉ោងទៀតហើយរៀបចំរួចឲ្យសុំអញ្ជើញ បានតកែតែ2ម៉ោងទៀតភ្លឺខ្ញុំយកមកឲ្យវិញហើយ អើយបោក3ចិត្តភ្លឺទៅឲ្យបញ្ជួលឡានទៅស្អីដង ពេលដែលជួលឡានបានហើយក៏បញ្ញាបញ្ញាប់បើកទៅយកស្រីស្នេហ៍ភ្លាម អូយមុខខាងដល់អ្នកយូរមកម៉ែអូនសម្លាញ់ឆាប់ចូលក្នុងឡានមកចាហិចអូនសម្លាញ់ដូចជារ៉ូម៉ាន់ទិកខ្លាំងដល់ហើយនេះដើរលេងតែ2នាក់អញ្ចឹងចាបងចាំចេញទៅវិញណាចាំអូនឲ្យមួយកុំភ័យអូយអូនសម្លាញ់និយាយពិតមែនអត់ទេធ្វើចាំមិនចង់ញ៉ាំអីចាប់កំងភ្លាមទៅអូតែមកចាំម៉េច Hello អូ ឡូកូនស្រីតែឯងនៅណាអូមកពីស្រែវិញអត់ឃើញនៅផ្ទះទេ ងាប់ហើយម្ដងនេះគឺខ្ញុំនៅបន្ទប់ទឹកពងជួអាច យើនៅក្នុងបន្ទប់ទឹកផងហើយលឺសូរភ្លេងក្លឹបហ្នឹងទៅជាមួយអាណាគេ ចាអីខ្ញុំទៅដល់ផ្ទះវិញឡើយហើយចឹងតែណែឪរបស់ខ្ញុំក៏ត្រឡប់មកវិញហើយតោះយើងប្រញាប់ទៅផ្ទះវិញបាយីអើកូនស្រីតើនោះគឺជាអាណាគេ គឺជាសង្សារណាអូដែរជម្រាបសួរសុខសប្បាយទេអូ ហៅយើងអូផងអីអ្នកណាជាឪរបស់ឯងវើយនាំកូនស្រីរបស់យើងតា2នាក់តទល់ដល់លេងតែកណ្ដាលយប់កណ្ដាលត្រៀតឯងធ្វើស្អីកូនស្រីយើងខ្លះឯងប្រាប់ឲ្យត្រង់មក ណែអត់ទេអូគ្រាន់តែអង្គុយស្ដាប់ភ្លេងហូបអីតែប៉ុណ្ណោះនោះទេ យើអាកូនឆ្កែឯងមិនចាំបាច់ដោះសារនោះទេវើយយើងទុកពេលវេលាឯងតែមួយខែតែប៉ុណ្ណោះឆាប់ទៅដល់កូនយើងពុំនៅឆ្នោតទេឯងប្រកបជាជាប់គុកមិនខានឡើយកូនស្រីរបស់យើងខូចឈ្មោះប៉ុណ្្នេះហើយមានអាណាស្រឡាញ់ទៀតទេមកពីឯងនឹងនាំដល់លេងយប់ព្រលឹមឆាប់រកលុយចូលទៅដល់កូនយើងភ្លាម នេះឯងគឺជាផែនការរបស់អាលីននិងឪពុករបស់គេពេលនេះបានដាក់អន្ទាក់ចយហើយវីវមិនខាន អាក្មេងល្ងងស្រួលបោកមែន ព្រឹកថ្ងៃបន្ទាប់ចយរូគេដេកមិនលក់បក់មិនលហើយឡើយដោយសារតែរឿងយប់មិញបានមកអង្គុយនៅមុខបន្ទប់យាយ មិនក៏មកអង្គុយដូចទីនេះមិនព្រមរៀបចំខ្លួនទៅរៀន យាយខ្ញុំកំពុងមានបញ្ហា មានបញ្ហាហើយឯងទៅមានរឿងស្អីទៀតហើយ ដែរយាយណែខ្ញុំណែ មិនក៏រត់ដេប្រដប់លេងមន់អ៊ុលកតួ វាចេះតែយាយនិយាយមិញខ្ញុំមកពីរៀនអង់គ្លេសវិញជូនមើលស្អីទៅផ្ទះឲ្យគេយល់ច្រឡំចាប់ឲ្យខ្ញុំរៀបការសតតែមួយខែទៀតតែប៉ុណ្ណោះ ពិតមែនទេអកយឯងខំរលុយឯងទៅរៀនរាល់ថ្ងៃនេះជាការតបស្នងមកលើយាយមែនឯងពិតជាផ្ដេសផ្ដាស់មែនហើយឯងទៅធ្វើស្អីជាមួយកូនស្រីគេទៅ ខ្ញុំមិនបានតាំងចិត្តទេយាយជារឿងយល់ច្រឡំ ឯងចាប់ងើបមកនេះភ្លាម វីវយាយទៅណាហ្នឹង មកឆាប់យកសាច់នេះណាវាណែទៅតែដាក់អីខ្លះយកទៅចៅកំហុសយកទៅមកសិចាំមែន កុំសៀចោលទៅកូនស្រីដើម្បីធាត់បានគីឡូច្រើនយកបានបណ្ដាការច្រើនដែរ ចាំមែនកំប្លឹង អាលីនក្នុងរយៈពេលតែមួយខែតែប៉ុណ្ណោះនាងខំប្រឹងស៊ីបាយទាំងព្រឹកទាំងល្ងាចដើម្បីឲ្យខ្លួនរបស់នាងធាត់ពួកនេះចង់លេងស្អីទៀតហើយចំណែកចយវិញបាយមិននឹកទឹកមិនស្រេកទេដោយសាររឿងហ្នឹង
ពេលវេលាមួយខែក៏បានមកដល់ទូរស័ព្ទក៏រោ ណាគេទេបងហាឡូ ដល់ពេលហើយវើយត្រៀមលុយហើយណៅ មិនតន់បានត្រៀមទេបាទ កុំឲ្យយើងខឹងតនេះសោះមានលុយប្រមាណចាប់ប្រមូលមកភ្លាមចាំយើងជួយកែសម្រួលឲ្យ អើយងាប់អើយតើចៅគួរធ្វើយ៉ាងម៉េចទៅដោហិចអើយងាប់ហ่ะយាយ អូមិនចាំបាច់បកស្រាយទៅយាយស្ដាប់ឮអស់ហើយឆាប់ទៅ ចោះថ្លៃបណ្ដាការយាយ អូសម្រាប់លុយមិនទាន់មានទេទៅសួរមើលគេប្រកបប្រមាណអាំងយើងមកធ្វើការថែមទៀតណា វីមកយាយអត់លុយក៏ទៅដែរងាប់មិនខាតទេ ចយនឹងយាយជំនុំគ្នាចប់រួចក៏នាំគ្នាដើរទៅផ្ទះអាលីនចំណែកឪក្មេកឈររងចាំផ្លូវ គូនភាសាអោមកដល់ហើយអីចុះឡានស្ពរទៅណាហើយ អូមិនដែលមានឡានស្ពរពីណាមក បើជើកចូលក្នុងយើងរៀនសិនចូលមក អូយពេលនេះយកបេះដូងអស់ហើយដបទុកដាក់ខ្លួនបែន ពេលចូលទៅដល់ក្នុងផ្ទះចយហើយនឹងយាយអង្គុយជិតគ្នាចំណែកឪពុករបស់អាលីនគឺអង្គុយក្បែរជញ្ជីងមួយដែលជញ្ជីងនេះគាត់យកមកលក់អ្វីតាមមើលបងប្អូន តែគឺថ្ងៃនេះថ្ងៃជាវេលាល្អគូរបស់ខ្ញុំនេះគឺបង្គាប់មកខុសពីគេបណ្ដាការគឺថ្លឹងគីឡូដា1គីឡូតែ$100តែប៉ុណ្ណោះ អូយាយយ៉ាងតិច40គីឡូតែប៉ុណ្ណោះបងអូនហ្នឹង ឥឡូវមកចុកដល់ចាក់ស្ដាយហៅគូស្រីរបស់យើងចេញមកអូនអើយចេញមក ចាចា ពេលដែលបើកទ្វារមកចយតក់ស្លុតតែម្ដងព្រោះរូបរាងរបស់នាងខុសពីមុន ហើយដាក់គឺអាលីនមែនទេមិនខំមុនចឹង អូចុយឯងឆ្លៃពីអូនដឹកបែតបើមានដូចបាវស្រូវចឹងហ៎ ពេលដែលពួកគេនិយាយចប់នាងក៏បានហក់ឡើងខ្លាំងជញ្ជីងភ្លាមគឺ120គីឡូ 120គីឡូវើយគុណនឹង$100ទៅឃើញចំនួនហើយ 12000 $12000ងាប់ហើយ ក៏ភ័យនេះជាថ្លៃទឹកដោះហើយ$12000សរុបទាំងការហូបចុកថ្លៃទឹកថ្លៃភ្លើងនិងថ្លៃមុំទឹកដោះគោពីតូចផងដែរដល់វើយប្រាប់ឲ្យហើយទៅ អូងាប់បាត់ខាតទេ ពីវយ ហើយឆ្កែរៀបការគោកំឡោះជាអ្នកទទួលខុសត្រូវទាំងអស់ហ្នឹងណា អាមិនក៏ប្រកបខ្លាំងមកម៉ែ យាយបណ្ដឹងមិនថ្លៃទេខ្ញុំយកមកតុបតែងផ្ទះបន្ថែមយាយមើលប្រអួតផ្ទះខ្ញុំបណ្ដោធ្វើបណ្ឌិតណាសូម្បីតែបដាហ្នឹងក៏កំងមកពីក្រៅប្រទេសដែរសូម្បីតែព្រំអង្គុយហ្នឹងក៏ធ្វើអំពីស្បែកសាទៀតណាយាយ ចុយឯងស្ដាប់ឮហើយដល់យើងគ្មានស្អីទេវើយ យាយមិនក៏ថាគ្មានលុយចឹងហ៎មកដល់ផ្ទះខ្ញុំហើយមិនក៏និយាយចឹង អូទុតអើយខ្ញុំនិយាយជាការពិតទៅមើលខ្ទមខ្ញុំវាតូចណាស់រលុយពីដាមកបាទ យាយគូនស្រីក្រែងថាវាជាអ្នកមានអី អូអ្នកមានពីដាមកវានៅជាមួយខ្ញុំដាំបន្លែលក់បន្តិចបន្តួចដើម្បីចិញ្ចឹមវាឲ្យវាទៅរៀនតែប៉ុណ្ណោះនោះទេ យាយកុំយាយចំពេកមើល យាយអាចបលយកអាចនិយាយការពិតប្រាប់គេអញ្ចឹងហើយក ូនស្រីឯងមើលមនុស្សខុសហើយមិនសូវបានច្បាស់លាស់នោះទេ អូទុតអើយឡូវគិតមិនវើយខាងខ្ញុំរស់មួយថ្ងៃតែប៉ុណ្ណោះនោះទេ ដែរយាយចូលឲ្យក្មេងៗស្រឡាញ់គ្នាឲ្យវាស្រឡាញ់គ្នាសិនចុះអនាគតរបស់ពួកវានៅវែងឆ្ងាយបើវារៀនចប់មានការងារធ្វើចាប់ចូលទៅដឹងភាសាទៀតក៏មិនអីដែរមែនទេកូ ចា ន ឲ្យចំកាត់មើលម្ដងទៀតសិនអោយាយនៅមានន័យថាម៉េចវិញណោះ ឪពុករបស់អាលីនបានផ្លាស់ប្ដូរចិត្តភ្លាមមិនចង់បានចយធ្វើជាកូនប្រសានោះទេព្រោះតែចយមិនមែនជាកូនអ្នកមាន មកបាក់ចិត្តដល់ហើយយាយប្រាប់ត្រង់ទៅខ្ញុំមានមុខដែរទៅជួបគេទៀតទៅ អូបើចរិតវាយាយចាស់ហើយមិនកុហកគេដូចឯងនោះទេវើយ ចយរូបគេខឹងចិត្តយ៉ាងខ្លាំងដោយសារយាយរបស់គេទៅប្រាប់អនាគតឪក្មេកថារូបគេនេះក្រថ្ងៃបន្ទាប់រូបគេបានមករៀនធម្មតាជួបរឿងមួយដែលនឹកស្មានមិនដល់នោះគឺជាកំពុងការឲ្យនឹងហែនសាំបានស្រឡាញ់សង្សាររបស់គេ បើចឹងអាលីនហេតុអីក៏ធ្វើបែបនេះដាក់បងកំពុងការឲ្យដល់ខេតសាប់គឺជាបុកបាក់បងតែមិនក៏ទៅឆ្លៃវាទៅវិញ មិនចាំបាច់ឆ្ងល់ទេពួកយើងមានលុយឲ្យសង្ហាទៀតមើលនេះហេ ពួកអាបិតក្បត់អូសម្លាយត្រឡប់មករកបងវិញបងចាំអើយទៅឲ្យឆ្ងាយចោះចោះឲ្យខ្ញុំមានអ្នកថ្មីគេមានលុយហើយណា ឆាប់ទៅដាំតកូនវិញទៅក្រុមខ្សំរៃកាប់រើមកគឺ ពេលនេះចយទុកជន់លើទុកហើយសង្សារក៏បែកចំណែកមិត្តក៏ក្បត់មានអ្នកណាជួយចយបាននោះទេហើយពួកគេបានសើចចំអកឡកលើយរងការប្រមាថមើងងាយមើលថោកទៅដល់ចយទៀត
ពួកអាថោកពួកអាថោក អូចៅមានរឿងអីបានជាមកបរៀនវិញយំអញ្ចឹងប្រាប់យាយមើល មិនមែនអត់រឿងខ្ញុំកើតនោះទេយាយ អូបើយាយដឹងចាំបាច់សួរអីធ្វើស្អីយាយឲ្យលុយទៅរៀនប្រយ័ត្នយកលុយទៅលេងឈួរអស់ទៅណា មិនមែនរឿងហ្នឹងទេយាយសង្សារខ្ញុំទៅមានអ្នកថ្មីបាត់ហើយខ្ញុំជឿចិត្តដែរយាយ អូយរឿងដឹងទេអីយាយយល់ហើយដែរយាយក៏នៅពីកបោប្រុសតាមបាក់ទឹកបាក់ដីដូចតែគ្នាហ្នឹងក៏ប៉ុន្តែយើងរើសយកតែដាក់មានតែបណ្ដោះនោះទេអូបើចោលឲ្យស្រីស្រឡាញ់ត្រូវតែធ្វើខ្លួនឯងឲ្យប្រសើរជាងនេះ ឲ្យប្រសើរមិនទៅយាយ អូទៅតែតាំងចិត្តខំរៀនពេលឯងរៀនចប់មានការងារធ្វើល្អហើយស្រីស្អាតមិនខ្វះនោះទេវយគៀនឹងជើងនៅកន្លែងធ្វើការឯណោះ អូពិតមែនទេយាយអញ្ចឹងមិនអីទេខ្ញុំនឹងតាំងចិត្តខំរៀន អូពិតមែនហើយឲ្យវាអញ្ចឹងឡើង ចយមានការខូចចិត្តជាខ្លាំងក៏ប៉ុន្តែទទួលបានការលើកទឹកចិត្តវិញពីជីដូនរបស់គេពីនេះគេខំប្រឹងប្រែងតស៊ូរៀនសូត្រទាំងនៅសាលាពេលមកដល់ផ្ទះវិញក៏គេមិនឈប់នោះដែរសូម្បីតែយាយឃើញថាចយប្លែកបងប្អូនស្នេហាក្នុងវ័យសិក្សាវាអញ្ចឹងឯងមិនបានជោគជ័យនោះទេចំណែកលោកគ្រូវិញឃើញថាការសិក្សារបស់ចយមួយរយៈនេះដូចជារៀងប្លែក ចយឃើញថាបន្ទុកមួយរយៈនេះបានខ្ពស់ជាប់រាល់ខែតែម្ដងពីមុនឃើញតែអេសធ្លាក់គ្រប់ខែឥឡូវនេះពិតជាខ្លាំងមែនវើយ ធម្មតាទៅឲ្យលោកគ្រូខ្ញុំនៅជាមួយយាយឲ្យក្រខ្លាំងណាស់អញ្ចឹងហើយមែនតែខិតខំរៀន Handsome ហើយនឹងកំប៉ុងការគេទាំងពីរនាក់នេះគឺជាកូនអ្នកមាននៅឯបរទេសឃើញចយខំប្រឹងរៀនខុសពីធម្មតាព្រោះគេធ្វើភ្នែកឆ្លើតែម្ដង មិនក៏មានខំម្លេះណោះអាឈួត ពេលដែលគេត្រឡប់ពីសាលារៀនវិញឃើញបរិសម្នាក់រូបគេក៏ភ្ញាក់ផ្អើល អូនអាចុកអើយផ្ទះយាយតូចណាយាយគ្មានលុយពីណាមកឲ្យឯងនោះទេគ្មានបរៀនឡើយហេ យាយមានរឿងស្អីទៅ អូឯងមកដល់ហើយឯងបានទិញកាបូបរបស់យើងមកលក់អស់ពេញមហានតែម្ដងនេះលិខិតវិញបើមិនសល់ទេយើងរឹបអូផ្ទះ ដែរអាចឹកអើយពេលនេះគ្មានលុយទេណាទុកពេលឲ្យខ្ញុំបន្តិចទៀតទៅពេលខ្ញុំមានលុយខ្ញុំនឹងយកទៅសងអាចឹកហើយ អូវិញលុយបោកទេយើងកុំតែដិតយាយទេមិនអីទេចាំខែក្រោយក៏បានដែរបើគ្មានលុយទេយើងនឹងរឹបអូយកទាំងអស់តែម្ដងវើយ ចយពេលនេះគេមកទារលុយថ្លៃកាបូបក៏ប៉ុន្តែគ្មានលុយឲ្យនោះទេហើយដើម្បីបានលុយទៅដល់បំណុលគេពេលនេះខំប្រឹងប្រែងធ្វើការជាមួយយាយដាំបន្លែផ្លែឈើយកទៅលក់នៅឯទីផ្សារការខិតខំប្រឹងប្រែងរយៈពេលប្រហែលខែកន្លងមករូបគេក៏ទទួលបានប្រាក់យកទៅដោះបំណុលបានហើយ នេះដែរអាចឹកគឺជាលុយដែលខ្ញុំចម្ពាក់ពេលនេះសងគ្រប់ចំនួនហើយណា ពិតជាលឿនរបស់គេបែតវើយឯងឃើញទេការដល់លេខកាប់ចាក់គ្នាអត់ប្រយោជន៍នោះទេណាខិតខំធ្វើការទៅបានលុយដា បានអាចឹកខ្ញុំយល់ហើយ បន្ទាប់មកកំពុងការឲ្យនឹង Handsome រូបគេទាំងពីរនាក់ស្រឡាញ់ស្រីតែម្នាក់ប៉ុណ្ណោះថ្ងៃនេះគឺជាថ្ងៃភ្ជាប់ពាក្យរបស់ពួកគេចំណែកថ្លៃបណ្ដាការវិញឪរបស់អាលីនបង្គាប់មាសរាប់តោនឯណោះ ថ្ងៃនេះជាថ្ងៃជាពលាល្អរបដាការក៏បានមកដល់ផ្ទះហើយកូនស្រីឯងបានប្តីពីរតែម្ដងតែពីនេះគឺជាកូនកំឡោះហើយ ស្រឡាញ់អស់ពីចិត្តតែម្ដងខ្លួន ពេលនេះពិធីបកគលលុយកាក់ក៏បានចប់ហើយអាចសពដំណេកបាន ហេនសាមហើយនឹងកំប៉ុងការពេលនេះបែកគ្នាទៅពួកឯងមកអាក្រក់ខ្លាំងណាស់ ពេលនេះស្រីស្អាតរបស់យើងបានប្រើវិធីបោកប្រាស់ពួកគេអស់អាលីងពីខ្លួនហើយបន្ទាប់មកចយក៏បានរៀនចប់ទទួលបរិញ្ញាបត្រ ពិតជាអស្ចារ្យមែនកាដូរៀនមានប៉មានពួករៀនមិនប្រកែកទេពេលនេះបានរៀនចប់ហើយនេះបរិញ្ញាបត្ររបស់ឯង បាទលោកគ្រូអរគុណច្រើនហើយ យាយគឺជាអាណាព្យាបាលមើលថែរូបគេតាំងពីតូចមកហើយក៏បានរកប្រាក់ឲ្យរូបគេរៀនចប់ផងដែរ បាទខ្ញុំមានថ្ងៃនេះក៏ដោយសារលោកយាយរបស់ខ្ញុំជួយជ្រោមជ្រែងខ្ញុំតាំងពីដើមមកតែតែខ្ញុំគ្មានម៉ែឪដូចគេក៏ប៉ុន្តែខ្ញុំរស់នៅជាមួយលោកយាយនេះហើយគាត់ខំប្រឹងប្រែងរកប្រាក់ឲ្យខ្ញុំបានទៅរៀនដាំបន្លែដាំបង្ការទោះជាខ្ញុំធ្វើខុសយ៉ាងណាក៏យាយរបស់ខ្ញុំគាត់មិនដែលយកទោសពីខ្ញុំនោះទេមានតែជំរុញខ្ញុំលើកទឹកចិត្តខ្ញុំឲ្យខ្ញុំខិតខំរៀនដើម្បីអនាគតភ្លឺស្វាងនឹងគេពេលនេះពេលដែលខ្ញុំរៀនចប់ខ្ញុំនឹងរកការងារធ្វើឲ្យបន្ទាប់មកទៀតនឹងចិញ្ចឹមមើលថែគាត់វិញម្ដងខ្ញុំមិនឲ្យលោកយាយខកបំណងទេពេលនេះខ្ញុំទទួលបានសញ្ញាបត្រហើយ យាយពេលឮចនិយាយបែបនេះគាត់ទុកទឹកភ្នែកមិនជាប់នោះទេព្រោះចៅដែលគាត់បានមើលថែកន្លងមកពេលនេះរូបគេទទួលបានជោគជ័យហើយដោយសារចយគឺជាសិស្សឆ្នើមអញ្ចឹងហើយមានក្រុមហ៊ុនមកតាក់ទងភ្លាម ខ្ញុំយល់ឃើញថាប្អូនគឺជាសិស្សប៉ាកែពេលនេះក្រុមហ៊ុនរបស់ខ្ញុំកំពុងតែខ្វះមនុស្សគ្រប់គ្រងដែរអញ្ចឹងហើយពេលនេះគឺជាឱកាសល្អរបស់ប្អូនហើយតែប្អូននៅចង់សហការជាមួយបងទេអូយល់ព្រមទៅបងយល់ព្រមទៅបងយល់ព្រមទៅយល់ព្រមទៅ
ចយក៏យល់ព្រមតែម្ដង បាទខ្ញុំយកព្រមធ្វើការជាមួយបង វ៉ាវពិតជាអស្ចារ្យមែន ហេបងចុយមានការងារធំធ្វើហើយខ្ញុំមិនគួរបោះបង់គាត់ចោលសោះ មនុស្សយើងមិនដែលចេះស្ដាយមុនទេគឺមានតែស្ដាយក្រោយពេលនេះឃើញចយមានការងារខ្ពស់អាលីនដូចជានៅមិនស្ងៀមនោះទេ ព្រឹកនេះមានការងារច្រើនគួរសោះវើចុចបងចុយ អូអាលីន ហើយមកមានការអីដែរតោះស្វែងរកស្នេហាពិតទេខ្ញុំមិនចង់ចាប់ផ្ដើមវាសាជាថ្មីបានអត់ អូមករកខ្ញុំធ្វើអីខ្ញុំមិនល្អទេណាមិនស័ក្តិសមនឹងយើងឡើយព្រោះយើងស្អាត កុំនិយាយចឹងណាបងឥឡូវនេះសុំសាកតែ1ម៉ោងនៅចិត្តគ្នាក៏អស់ចិត្តដែរពេលហ្នឹងបងដឹងហើយថាអ្នកណាល្អនោះណា អូយស្អាតទេមកទៀតអាលីនខ្ញុំសុំទោសណាថ្ងៃនេះខ្ញុំជាប់ណាត់ជាមួយគេហើយទៅវិញចោះ អូយអានខ្លួនស្អាតមែនគ្មានពេលសម្រាប់ខ្ញុំតែមានពេលសម្រាប់គេទៅវិញណា អាលីនសុំស្រឡាញ់ចយម្ដងទៀតមិនបានសម្រេចក៏ទៅវិញចំណែកចយធ្វើការបន្ត អូកាលនេះធ្វើប្រហូបឲ្យឆ្កួយឆ្កៃសម្រាប់ចៅប្រុសរបស់ខ្ញុំគេចេញពីធ្វើការឥឡូវហើយអីឈៀអូធ្លាក់ខ្យល់ត្រជាក់ចង់ផ្ដាសាយវើយនេះគឺជាប្រាក់ខែដំបូងរបស់ប្អូនហើយ បាទអរគុណលោកប្រធានខ្ញុំសុំទៅលេងផ្ទះប្រហែលថ្ងៃព្រោះបែកយាយយូរហើយចាប់ពេលមកវិញខ្ញុំទៅធ្វើការបន្តទៀតខ្ញុំទៅហើយណាលោកប្រធាន អូល្អមែនចេះដឹងគុណអ្នកដែលចិញ្ចឹមយើងពិតជាមិនខុសឡើយឆាប់ទៅលេងគាត់ទៅមិនអីទេ អ្នកលោកអើយជួយច្រកអាហារពិសេសមួយចានមកសម្រាប់យាយរបស់ខ្ញុំ ចាំបន្តិចបានឥឡូវហើយ ចយបន្ទាប់ពីធ្វើការបើកប្រាក់ខែដំបូងគេបានទៅទិញអាហារពិសេសមួយចានសម្រាប់យាយ យាយបាទយាយខ្ញុំមកដល់ហើយយាយ ចយបន្ទាប់ពីត្រឡប់មកពីធ្វើការងារវិញបើកទ្វារមកដូចជាមិនឃើញលោកយាយទេស្ងាត់ឈឹង អោយាយទៅណាទៅធម្មតាអង្គុយមើលទូនៅនេះតាដល់រួមមើលតិចគាត់ទៅផ្សារទៅ បន្ទាប់ពីចយបើកទ្វារចូលក្នុងផ្ទះបាយឃើញយាយដេកដួលទៅនឹងឥដ្ឋទៅហើយ ហាយាយដល់កាត់អីបានជាដួលទៅហើយយាយក្រោកឡើងកាត់មានបញ្ហាទៅយាយក្រោកឡើងយាយក្រោកឡើងយាយ អូចៅយាយធ្វើបានល្អហើយយាយងាប់ទៅបិទភ្នែកចិត្តមិនខាននោះទេ អូយាយកុំយាយបែបនេះអីយាយមិនអាចស្លាប់បានទេយាយកុំស្លាប់អី អូយាយជាតិពងទាតុកនៅលើតុកដួជាប្រហូបឯងចូលចិត្តឆាប់ហូបបាយទៅយាយមិនរស់ទេអូអត់ទេយាយកុំស្លាប់អីយាយ បន្ទាប់ពីយាយរបស់គេបានលាចាកលោកនេះទៅចយមានការសោកស្ដាយយ៉ាងខ្លាំងព្រោះអីមិនទាន់បានតបស្នងលោកយាយនោះទេយាយទៅបាត់ហើយ យាយចិញ្ចឹមខ្ញុំតាំងតែពីទូចពេលនេះខ្ញុំមិនទាន់បានតបស្នងយាយទេយាយស្លាប់បាត់ហើយលោកយាយធ្វើដំណើរទៅណាវិញប្រាប់ខ្ញុំបានទេ យាយដើម្បីបន្លែធ្វើប្រហូបឲ្យចៅរបស់យាយញ៉ាំ អោនេះយាយគឺជាលុយទុកជូនជីដូនរបស់ខ្ញុំតែឥឡូវគាត់ស្លាប់ហើយពេលនេះខ្ញុំជូនយាយតែម្ដង អូល្អហើយចៅប្រុសមានចិត្តចេះជួយអ្នកដទៃយាយរបស់ឯងស្លាប់ទៅគាត់ប្រកាសជាបិទភ្នែកចិត្តមិនខាននេះជាការតបស្នងហើយណាហើយចំណែកលុយនេះយើងយកទៅធ្វើបុណ្យខ្លះឲ្យចៅរបស់យាយទៅរៀនដែរណា ចយបានជួបលោកយាយម្នាក់ហើយបានជូនប្រាក់ទៅយាយព្រមទទួលយកដោយក្តីរីករាយហើយរូគេក៏បានធូរស្បើយចិត្តពេលដែលធ្វើបុណ្យសពយាយរួចចយបាននៅផ្ទះមួយរយៈបន្ទាប់មកគេបានទៅធ្វើការងារវិញបន្ទាប់ពីចូលធ្វើការវិញមិនយូរប៉ុន្មានចយបានជួបនារីម្នាក់ជាបុគ្គលិកក្រុមហ៊ុនដូចគ្នាពេលនេះពួកគេស្រឡាញ់គ្នាឈានទៅដល់ថ្ងៃមួយ លោកពូតើបើគាត់ថ្លៃបដាការប្រហែលដែរ អូកូនអើយការប្រកបទ្របជាអីគឺមិនចាប់បាច់នោះទេដាឲ្យតែកូនស្រឡាញ់គ្នាទៅអូមិនចង់បាត់អីពីពួកឯងឡើយ អូអញ្ចឹងមិនគិតថ្លៃគីឡូអីទេអី មិនធ្វើចឹងទេ ពេលដែលចយបានលើសម្ដីឪក្មេកនិយាយបែបនេះទើបគេដឹងថាគាត់គឺជាមនុស្សស្មោះត្រង់មិនចង់បានទ្រព្យសម្បត្តិអ្វីពីកូននោះទេច្រើនឆ្នាំបានកន្លងផុតទៅពួកគេបានបង្កើតគ្រួសារមួយយ៉ាងកក់ក្ដៅប្រិយមិត្តអ្នកទស្សនាជាទីរាប់អានបើមិនចង់ដើរផ្លូវខុសសូមកុំធ្វើដូចចយកាលនៅយុវវ័យអីពេលនេះរឿងរបស់យើងចប់ហើយ